ប្រភេទចំណីនៃត្រីប្រាបាននិយាយទៅដល់ប្រភេទចំណីហ្នឹងគឺមានចំណីពីរប្រភេទដែលត្រូវផ្ដល់ឲ្យត្រីស៊ីគឺចំណីសម្រាប់ឬក៏ចំណីគ្រាប់និងចំណីដែលផ្សំដោយខ្លួនឯងតកតងជាមួយនឹងចំណីសម្រាប់ឬចំណីគ្រាប់គឺជាចំណីដែលផលិតដោយក្រុមហ៊ុនជាគ្រាប់ដែលកំណត់កម្រិតប្រូតេអ៊ីនសារធាតុចិញ្ចឹមទំហំមានការវេចខ្ចប់ត្រឹមត្រូវនិងការណែនាំពីវិធីប្រើប្រាស់និងមានការរក្សាទុកច្បាស់លាស់ជាទូទៅនឹងចំណីគ្រាប់មានតម្លៃថ្លៃប៉ុន្តែមានការប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការចិញ្ចឹមត្រីប្រើបែបឧស្សាហកម្មដែលនាំចេញនិងកសិដ្ឋានធំៗមួយចំនួននៅក្នុងប្រទេសកម្ពុជាដោយសារចំណីគ្រាប់មានភាពងាយស្រួលគ្រប់គ្រងថែរក្សាប្រើប្រាស់និងសម្រេចលទ្ធផលតាមផែនការកំណត់មួយវិញទៀតនឹងតកតងជាមួយនឹងចំណីផ្សំដោយខ្លួនឯងគឺមានសូនជាគ្រាប់និងពូនជាដុំដែលមានតម្លៃទាបដោយប្រើវត្ថុធាតុដើមខុសៗគ្នាអាស្រ័យទៅតាមតំបន់ប៉ុន្តែកម្រិតប្រូតេអ៊ីនមិនច្បាស់លាស់នោះទេការកែច្នៃត្រូវចំណាយពេលវេលានិងកម្លាំងពលកម្មច្រើនវារីវប្បករប្រើប្រាស់ចំណីផ្សំខ្លួនឯងដោយយល់ឃើញថាចំណីមានតម្លៃទាបប៉ុន្តែមិនបានគិតអំពីសមាមាត្រចំណីកម្លាំងពលកម្មរយៈពេលនៃការចិញ្ចឹមនិងការវិភាគសេដ្ឋកិច្ចនៃការចំណាយក្នុងវិបត្តិនៃការចិញ្ចឹមឡើយចំណីនេះគឺជារូបមន្តការច្នៃចំណីផ្សំដោយខ្លួនឯងដែលវារាប់កមួយចំនួនបានផលិតសម្រាប់ទម្ងន់100គីឡូក្រាមដែលមាននៅខាងក្រោមដូចក្នុងវីដេអូនេះអញ្ចឹងវីដេអូនេះបានឈានមកដល់ទីបញ្ចប់ហើយបើសិនជាអ្នកនរគ្នាមានចម្ងល់អាច comment សួរនៅខាងក្រោមនេះបានអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ